កម្មវិធី Signal គឺជាកម្មវិធីដែលរដ្ឋាភិបាលអាមេរិកអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនដែលស្ថិតនៅក្នុងរដ្ឋាភិបាលប្រើប្រាស់ក្នុងមធ្យោបាយទំនាក់ទំនងនៅក្នុងកិច្ចការងារសម្ងាត់និងរសើបសូមជំរាបសួរកាលពីម្សិលមិញខ្ញុំបានធ្វើវីដេអូមួយនិយាយអំពីផែនការយោធារបស់សហរដ្ឋអាមេរិកដែលទៅវាយកំទេចនៅលើភ្នំមួយនៅក្នុងប្រទេសយ៉ាមែននោះហើយសារបែកធ្លាយចេញមកពី Chat Group ដែលខ្ញុំបាននិយាយថាគឺជាកម្មវិធីដែលនៅក្រៅប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិកប៉ុន្តែថ្ងៃនេះមានការជជែកពិភាក្សាគ្នាហើយគេក៏បានកំណត់ឃើញថា Signal គឺជាកម្មវិធីដែលរដ្ឋាភិបាលអាមេរិកអនុញ្ញាតឲ្យប្រើប្រាស់ As for the usage of Signal, as the president said yesterday, as the CIA director has testified under oath, this is an approved app. It's an encrypted app. The Department of Defense, the Department of State, the CIA has it loaded onto government phones because it is the most secure and efficient way to communicate. កាលពីម្សិលមិញនេះមានការនិយាយជជែកគ្នាច្រើនតាក់ទងជាមួយទៅនឹងសារបែកធ្លាយដែលចេញពី group នឹងមកហើយនៅក្នុងនោះដែរ Press Secretary អ្នកនាំពាក្យរបស់ White House សេតវិមាននោះក៏បាននិយាយដែរឆ្លើយតបជាមួយអ្នកសារព័ត៌មានពេលដែលមានសំណួរជាច្រើនតាក់ទងជាមួយទៅនឹងសារបែកធ្លាយនេះអ្នកនាំពាក្យរបស់សេតវិមានក៏បានរំលឹកទៅដល់អ្នកសារព័ត៌មានដែរថាសារនៅក្នុង Signal Group នោះគឺមិនមែនជា classified file ទេទៀតយើងនឹងនិយាយគ្នាថាតើស្អីគេទៅដែលហៅថា classified file ហើយរាល់ទំនាក់ទំនងដែលនៅក្នុងនោះឯងគឺប្រតិបត្តិការឡើងនៅក្នុងកម្មវិធីដែលអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនឬក៏ intelligence group មានន័យថាក្រុមចារការរបស់ខ្លួនប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នាមានសំណួរពីអ្នកកាសែតច្រើនសួរដដែលជាដដែលថាតើរដ្ឋាភិបាលលោក Donald Trump ជាពិសេសលោក Donald Trump ដែលបានអានសារនោះហើយគាត់យល់ថាសារនោះគឺជាសារដែលគឺជាទិន្នន័យគឺជាសារឆ្លើយឆ្លងដែលនិយាយពីទិន្នន័យផែនការយោធាមែនឬទេហើយគេបានបដិសេធថាមិនមែនជាសារឬក៏ផែនការយោធាទេប៉ុន្តែអ្នកនាំពាក្យរបស់ White House គាត់បានប្រើពាក្យថាជា policy discussion មានន័យថាការពិភាក្សាគ្នាលើគោលនយោបាយទៅវិញ You said it's not war plans. Would you characterize these as military plans, military operation plans? I would characterize this messaging thread as a policy discussion, a sensitive policy discussion, surely, amongst high-level cabinet officials and senior staff. ចំណែកនៅក្នុងព្រឹទ្ធសភាវិញក៏មានការដេញដោលដូចគ្នាដែរសាកសួរទៅសមីខ្លួនដែលស្ថិតនៅក្នុង chat group នោះឯងថាតើពួកគេគិតថា communication ទាំងអស់ដែលតាក់ទងគ្នាសារឆ្លើយឆ្លងគ្នានឹងគឺជា classified file ដែរទេដូចមិនទៅហៅ classified file គឺជាឯកសារទាំងឡាយណាដែលគេរៀបចំជារចនាសម្ព័ន្ធទុកនៅតាមផ្នែកជាលក្ខណៈ system ជាប្រព័ន្ធដែលគេចាត់ទុកថាតើសារណាមានរសើបសារណាជា confidential សារណាជា secret សារណាជាសារ personal data លក្ខណៈជាដើមចឹងទៅបាទអញ្ចឹងសារទាំងអស់នោះរួមបញ្ចូលទាំងសារដែលមានភាពរសើប sensitive information គឺជាសារទាំងឡាយណាដែលធ្វើបើសិនជាវាលេចធ្លាយទៅឲ្យខាងក្រៅធ្វើឲ្យវា harmful ធ្វើឲ្យវាឈឺចាប់ធ្វើឲ្យវាប៉ះពាល់ទៅដល់ស្ថាប័នឬក៏ប៉ះពាល់ទៅដល់អ្នកដែលស្ថិតនៅក្នុងសារបែកធ្លាយនោះឯងដូចយើងឃើញស្រាប់អញ្ចឹងឥឡូវសារនឹងលេចធ្លាយទៅគេក៏ឃើញថាអ្នកណានិយាយគ្នាយ៉ាងខ្លះហើយ senator ក៏បានហៅអ្នកដែលពាក់ព័ន្ធនឹងមកសាកសួរនាំមានការជជែកដេញដោលគ្នាហើយក៏មានការបដិសេធដែរថាសារហ្នឹងនៅតែជាមិនមែនជាសារសម្ងាត់មិនមែនជាផែនការយោធាអីទេវាជា policy discussion ទៅវិញប៉ុន្តែទោះបីយ៉ាងណាក៏ដោយសមាជិករបស់ Senate របស់ព្រឹទ្ធសភាម្នាក់នៅក្នុងសភាដែលពងតែសួរនាំនឹងឯងគឺថាចាត់ទុកថាសមាជិកដែលបាននិយាយនៅក្នុងវេទិកានោះគឺជាការកុហកទៅដល់សាធារណជនកុហកទៅដល់ប្រជាជនរបស់សហរដ្ឋអាមេរិកពីព្រោះតែគេដឹងថានោះជាសារសម្ងាត់វាជាផែនការយោធាហើយគេមិនតែចោទប្រកាន់ទៀតគេយកទាំងសេចក្តីណែនាំវគ្គខណ្ឌលេខនៃសេចក្តីណែនាំមកជម្រាបប្រាប់ទៀតថាសារដែលបែកធ្លាយហ្នឹងគឺជាសារដែលចាត់ទុកថាជា classified file ដែលមិនអាចចែករំលែកបានទេហើយវាជាផែនការយោធាទៀតអញ្ចឹងគេយកអាហ្នឹងយកមកសួរនាំអ្នកដែលនៅក្នុងនឹងហេតុអីបានជាធ្វើឲ្យលេចធ្លាយយ៉ាងកើតឡើង With all respect, you and I worked on the committee at the same time. Tulsi, you and I came in together. I've never had an issue of beef with you. John, you and I are both from Texas. Y'all know that's a lie. It's a lie to the country. រឿងហ្នឹងមិនទាន់ចប់នៅឡើយទេត្រង់អ្នកកសែតវិញ
Jeffrey ត្រូវបានរដ្ឋាភិបាលជាពិសេសមន្ត្រីនៅក្នុងឆាតក្រុមហ្នឹងចោទប្រកាន់គាត់ថាគាត់ប្រើពាក្យថាជាផែនការសង្គ្រាម War Plan បាទឬក៏ផែនការយោធាហ្នឹងទេគាត់ធ្វើអញ្ចឹងគឺ misinformation គឺការផ្សព្វផ្សាយព័ត៌មានមិនពិតប្រខូចគេឈ្មោះឡើងទៅសូម្បីតែអ្នកនាំពាក្យរបស់សេតវិមានក៏និយាយដូចគ្នាអញ្ចឹងដែរហើយគេមន្ត្រីអ្នកនាំពាក្យរបស់សេតវិមានក៏និយាយដែរថាក៏ Jeffrey ហ្នឹងជាប្រធានយុនិពន្ធរបស់កាសែត Atlantic Magazine ហ្នឹងក៏ជាអ្នក support ទៅគណៈបក Democrat គណៈបកប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែលជាក្រុមប្រឆាំងជាមួយនឹងលោក Donald Trump អញ្ចឹងគេទៅធ្វើរឿងវិញហើយក៏បានប្រាប់ថាសារព័ត៌មានមិនគួរណាទៅចាប់អារម្មណ៍រឿងហ្នឹងទេគួរតែចាប់អារម្មណ៍ទៅលើសមិទ្ធផលដ៏ល្អដែល Donald Trump បានធ្វើកន្លងមកជាជាងធ្វើតាមការបង្វែរស្ថានភាពទៅរឿងដែលអត់ប្រយោជន៍អញ្ចឹងជាជាងការមើលតើការទៅទម្លាក់កបែកនៅភ្នំមួយរបស់ប្រទេសយ៉ាមិនវាបានសម្រេចដែរឬទេគួរតែ report រឿងហ្នឹងជាជាង report នៅលើ signal group ដែលលេចឃ្លាញអញ្ចឹងទៅវិញក៏មានសំណួរដែរសាកសួរតាក់ទងជាមួយទៅនឹងតើផែនការទម្លាក់ក្របបែកហ្នឹងថាសំទោសថាតើផែនការដែលទៅវាយប្រហារនៅយ៉ាមិនហ្នឹងបានសម្រេច 100% អត់អ្នកសួរសំណួរហ្នឹងគឺជាសារព័ត៌មានមួយដែលនៅក្នុង White House ហ្នឹងហើយមានការឆ្លើយតបទៅវិញណាពីព្រោះសំណួរនេះមានការសង្ស័យតាក់ទងជាមួយនឹងថាបើសិនជា plan ហ្នឹងវាលេចធ្លាយទៅដល់អ្នកកសែតអញ្ចឹងតើ plan វាអាចលេចធ្លាយទៅដល់អមិត្តអត់សត្រូវរបស់គាត់អីចឹងទៅណាអាចជារុស្ស៊ីអាចជាចិនអីចឹងទៅណាព្រោះប៉ុន្មានគេក៏និយាយរឿងដែរថាតើរុស្ស៊ីចិនអាចផ្ដល់ព័ត៌មានទៅខាងយ៉ាមិនអត់ដើម្បីឲ្យគេធៀមខ្លួនគេផុតអីចឹងទៅណាបាទព្រោះនៅក្នុងឆាកនោះគឺថាមានតាំងពីពេលវេលាកំណត់នៃការធ្វើ strike ហ្នឹងទម្លាក់គ្រាប់មកពេលណាប្រើប្រាស់ក្របអីគេកប៉ាល់ហោះលេខប្រមាណអញ្ចឹងឡាក់អញ្ចឹងនៅក្នុងឆាតរូបហ្នឹងគេថាមាន reveal រឿងច្រើនសម្បើមណាស់នៅក្នុងហ្នឹងបាទ If this story proves anything, it proves that Democrats and their propagandists in the mainstream media know how to fabricate, orchestrate, and disseminate a misinformation campaign quite well. And there's arguably no one in the media who loves manufacturing and pushing hoaxes more than Jeffrey Goldberg. Goldberg is an anti-Trump hater. He is a registered Democrat. អញ្ចឹងត្រឡប់មកវិញមកហ្នឹងគឺតកតងជាមួយទៅនឹងការប្រើប្រាស់កម្មវិធីក្រៅប្រព័ន្ធ system របស់រដ្ឋាភិបាលកំណត់ហ្នឹងឥឡូវរដ្ឋាភិបាលគេបាននិយាយថាអត់ទេ signal ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធរបស់គេហើយអនុញ្ញាតឲ្យមន្ត្រីគេប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នាទៅទៀតបាទហើយនៅក្នុងសារដែលបែកធ្លាយហ្នឹងគឺជាមិនមែនជា classified file ទេគឺជា policy discussion ដែល senator គេអត់ជឿទេគេថាអ្នកដែលមកនិយាយគឺកុហកសាធារណជនហើយចំណែកឯអ្នកនាំពាក្យរបស់សេតវិមានក៏ចោទទៅវិញដែរថានេះមិនមែនជារឿងពិតទេវាគ្រាន់តែជា discussion វាគ្រាន់តែជាការនិយាយរឿង policy ទេมันមាន classified file ក្នុងទេហើយរដ្ឋបាលរបស់លោក Donald Trump នឹងនៅទៅទុកចិត្តដដែលចំពោះមន្ត្រីរបស់គាត់ជាពិសេសគឺ intelligence group របស់គាត់នឹងឯងក៏មានសំណួរដែរសួរថាតើនឹងអាចមានការបដិញ្ញចេញអត់ជាពិសេសគឺក្រសួងរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងឯងនៅក្នុងកិច្ចសន្ទនានៅក្នុងការសាកសួរនាំនៅ Senate ប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកនោះមានសមាជិកសភាម្នាក់ដែរក៏គាត់និយាយថាការសន្ទនានឹងគឺជាការសន្ទនានិយាយអំពីព័ត៌មានដែលมันអាចចែករំលែកបានគឺពិសេសគឺតាក់ទងជាមួយនឹងព័ត៌មានយោធាផែនការវាយប្រហារហ្នឹងគឺអាចចែករំលែកបានទេហើយឥឡូវវាចែករំលែកជាសាធារណៈហើយបើដូច្នេះគាត់បានយកនៅស្ដីណែនាំផ្សេងៗដែលជាស្ដីណែនាំរបស់ក្រសួងការពារជាតិខ្លួនឯងដែលផលិតហ្នឹងយកមកប្រាប់ថាសារទាំងអស់ហ្នឹងគឺមិនត្រូវបានចែកចាយទេហើយអ្នកណាគេដែលចែកចាយសារនោះនឹងត្រូវទទួលទោសអញ្ចឹងទៅគាត់ឲ្យរដ្ឋមន្ត្រីការពារជាតិនឹងចុះចេញពីតំណែងដោយសារតែធ្វើឲ្យមានការបែកធ្លាយនៅសារទាំងអស់ហ្នឹង Very familiar. This is classified information. This is classified information. It's a weapon system as well as sequence of strikes as well as details about the operations. And so I think that just piggybacking off of what some other members have said, using the DOD's manual as well as the executive order in operation today with the Trump administration, this text message is clearly classified information. Secretary Hegseth has disclosed
military plans as well as classified information, he needs to resign immediately. តែអ្នកនរគ្នាយល់ដូចម្ដេចខ្ញុំសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់